ជំរាបសួរលោកគ្រូអ្នកទាំងអស់គ្នាខ្ញុំឈ្មោះថ្ងៃតារាពេជ្រជានិស្សិតឆ្នាំទី3នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្ងៃនេះខ្ញុំធ្វើ presentation final project មុខវិជ្ជា web design topic ដែលខ្ញុំរើសគឺ computer store មូលហេតុដែលខ្ញុំជ្រើសរើសយក computer store នេះគឺដោយសារតែឃើញថានៅភ្នំពេញក៏ដូចជាតាមខេត្តហាងកុំព្យូទ័រវាកើនឡើងទៅហើយអ្នកតម្រូវការទិញកុំព្យូទ័រក៏កើនឡើងដែរអញ្ចឹងtarget audience ដែល target user គឺមានដូចជាសិស្សសាលាអ្នកធ្វើការ content creator designer អ្នកលេង game និងមនុស្សទូទៅដែលគាត់ត្រូវការកុំព្យូទ័រសម្រាប់ការងារប្រចាំថ្ងៃចំណុចទី3 identify problem ចំពោះបញ្ហាតើតើជាមួយនឹង website លក់កុំព្យូទ័រមួយចំនួននៅមានមួយចំនួនតូចហើយគាត់មានបញ្ហាខ្លះគឺដូចជាមិនទាន់ responsive គ្រប់ដូចជា device ទូរស័ព្ទឬក៏ device ផ្សេងហើយតើតើជាមួយនឹងមិនមានក្នុងការfunction filter ក្នុងការស្វែងរក product តាម category ឬក៏ brand ឬក៏តាម product តាម specific information របស់ product ណាមួយអញ្ចឹងចំណុចទី4ហើយខ្ញុំនឹងយកបញ្ហាទាំងអស់ហ្នឹងយកមកដាក់ចូលនៅក្នុង website របស់ខ្ញុំដែលជាធ្វើឲ្យ website ខ្ញុំវា responsive មាន navigation bar មានpage ច្រើនដើម្បីឲ្យឃើញបង្ហាញproduct តាម category នីមួយៗអញ្ចឹងយើងចូលទៅកាន់ website របស់ខ្ញុំជាដំបូងខ្ញុំចង់បង្ហាញតើតើជាមួយនឹង skin laptop មុនសិននៅពេលដែលយើងចូលមកដំបូងគេគឺយើងឃើញ home page មុនគេមានខាងលើនេះគឺជា header ដែលមាន logo search bar និងព័ត៌មានមួយចំនួនអញ្ចឹងបើយើងចូលទៅកាន់ account យើងអាច log in ឬក៏យើងអាច sign up បើសិនជាយើង forget password យើងអាចចូលមកកាន់ forget password ហើយនៅពេលដែលអានេះគឺជាការឧទាហរណ៍បើសិនជាយើង log in ចូលទៅវានឹងចូលទៅកាន់ home page អញ្ចឹងដំបូងគេគឺមាន navigation bar ដែលយើងមានទាំងអស់5 page 6 page រួមទាំង home page ជាមួយនឹងហើយ home page របស់យើងបើយើង scroll មកចូលមកក្រោមទៀតគឺយើងមាន hot promotion ដែលតាំង product ដែលធ្វើការបញ្ចុះតម្លៃបើសិនជាយើងចុចចូលមកទៅវានឹងបង្ហាញ product ទាំងអស់ដែលយើងធ្វើការបញ្ចុះតម្លៃអញ្ចឹងបើយើង scroll មកក្រោមទៀតយើងនឹងឃើញ product laptop យើងនឹងឃើញ product desktop យើងនឹងឃើញ product component accessory ជាមួយនឹង monitor ហើយខាងក្រោមនេះគឺជា footer ដែលមានព័ត៌មានផ្សេងអញ្ចឹងនៅ navigation bar របស់យើងគឺយើងអាចចូលទៅកាន់ page laptop ដើម្បីចូលទៅធ្វើការមើល product desktop ទាំងអស់បានក៏ដូចជាយើងអាច view ចូល product នីមួយៗតែនេះខ្ញុំធ្វើ demo អញ្ចឹងខ្ញុំធ្វើតែមួយទេយើងអាចមើលរូបភាពរបស់ product នឹងបានហើយជាមួយនឹងdetail information ឬដូចជា spec របស់ laptop ហ្នឹងអញ្ចឹងយើងអាចចូលទៅកាន់ page មួយទៀតដូចជា desktop ជាមួយនឹង page ផ្សេងដូចជា component page accessory និង page monitor អញ្ចឹងនេះគឺជា screen laptop ហើយអញ្ចឹងបើសិនជាយើងមើលពីក្នុងdevice ទូរស័ព្ទវិញយើងនឹងឃើញបែបនេះវិញជំនួសដោយខាតចំនួន5វាយើងដាក់តែ3ទេដើម្បីកុំឲ្យវាឃើញច្រើនឃើញមិនស្អាតវាច្រើនញ៉ៃញ៉ៃវាការ design navigation bar ខ្ញុំបដូរពី
ដាក់អក្សរមួយផ្ដេកនេះទៅជាប៊ូតុងមួយវិញនៅពេលយើងចុចទៅវានឹង drop down menu ហើយបើសិនជាយើងចុចម្ដងទៀតវានឹងឃើញ brand របស់ product ហ្នឹងអញ្ចឹងឧទាហរណ៍ពេលយើងចុច laptop ទៅយើងអាចជ្រើសរើស MSI មកវានឹងឃើញ laptop MSI យើងអាច view បានដូចនៅក្នុងlaptop ដែរហើយយើងអាចចុចដូរមើលរូបភាពបានដែរក្នុង home page គឺខុសចំណុចដែលខុសគ្នាគឺកន្លែង navigation bar ហ្នឹងឯងជាមួយនឹងធ្វើការ responsive ដាក់ cat ដាក់ចំនួន cat ឲ្យតិចហើយនឹងមើលមិនឲ្យ compact ឲ្យស្រួលឲ្យ user ស្រួលមើលកុំមិនមានភាពរញ៉េរញ៉ៃហើយចំពោះ page ផ្សេងដូចជា monitor ក៏យើងអាចចូលមើលបានដូចជា page desktop page accessory និង page component ជាដើមហើយយើងក៏អាច login account ដូចនៅក្នុង laptop បានដែរបញ្ជាក់ម្ដងនេះគ្រាន់តែជាការ demo ទេវាមិនត្រូវការ password pass អីទេអរគុណលោកគ្រូចំពោះការស្ដាប់ presentation មួយនេះ